សួស្តីអ្នកគ្នាស្វាគមន៍មកកាន់ Brand Feeder ថ្ងៃនេះដែរគឺយើងមកឆ្លើយសំណួរគ្នាយើងម្នាក់ដែលគាត់បានសួរខ្ញុំហើយសំណួររបស់គាត់ត្រូវជាមួយនឹង topic ដែលខ្ញុំទៅសេបានតិចតួចហងក៏បូកចូលគ្នាមកទៅតាក់ទងជាមួយនឹង time management របស់ Elon Musk អញ្ចឹងយើងមកអានសំណួររបស់គ្នាយើងគាត់ថាបើសិនជាខ្ញុំទៅណេឲ្យខ្ញុំជួយបង្កើតវីដេអូដែលនិយាយពីការផ្លាស់ប្ដូរទម្លាប់រស់នៅនិងវីដេអូលើកទឹកចិត្តមួយចំនួនដែលខ្ញុំបានធ្វើពីមុនគាត់ជា fan របស់ខ្ញុំអូខេចឹងអ្នកដែលស្ដាប់ experience call ខ្ញុំពីមុនប្រហែលធ្លាប់បានស្ដាប់វីដេអូចឹងហើយដូចខ្ញុំបាន alert គ្នាយើងចឹងថាខ្ញុំមិនមែនជាអ្នក successful អីទេចឹងហើយការនិយាយរបស់ខ្ញុំនៅក្នុងហ្នឹងអាចថាវាគ្រាន់តែជាអីមួយដែលដាស់តឿនអូខេចំពោះអ្នកថ្មីបើសិនជាគាត់អាយុប្អូនខ្ញុំចឹងអាចគាត់នៅរៀនបាក់ថមឬក៏អនុចឹងទៅខ្ញុំអាចផ្ដល់ដំបូន្មានដែលថាយើងត្រូវផ្លាស់ប្ដូរទម្លាប់រស់នៅមិនទេប៉ុន្តែខ្ញុំអាចនិយាយទូទៅនិយាយអីដែលខ្ញុំនឹកឃើញទៅលើគ្នាយើងដែលចូលចិត្តស្ដាប់បែបហ្នឹងទម្លាប់របស់យើងបើសិនជាយើងចង់ផ្លាស់ប្ដូរយើងមានតែផ្លាស់ប្ដូរខ្លួនឯងបានន័យថាម៉េចបានន័យថាយើងត្រូវរកអីថ្មីមួយដើម្បីឲ្យយើង enjoy ពេលខ្លះនៅពេលដែលយើងអត់មានទម្លាប់ល្អដោយសារតែយើងអត់មានអីធ្វើទៅអត់អញ្ចឹងនៅពេលដែលយើងអត់មានអីធ្វើយើងនឹងធ្វើរបស់ដែលយើងគិតថាអត់ប្រយោជន៍ហើយអត់មានទម្លាប់ធ្វើអីមួយអញ្ចឹងដូចពាក្យមួយដែល Joe Rogan គឺគាត់និយាយអញ្ចឹងគាត់ថាព្យាយាម one thing you genuinely enjoy ព្យាយាមរកអីមួយដែលយើង enjoy នៅ moment របស់យើងហ្នឹងហើយជាអីមួយដែលយើងអាច improve ខ្លួនឯងឲ្យរីកចម្រើនជាងមុនបើមិនជាយើងអត់ដឹងថាធ្វើអីដែលជួយយើងឲ្យរីកចម្រើនយើងព្យាយាមដោះស្រាយបញ្ហាដែលយើងកំពុងជួបនៅឥឡូវហ្នឹងឧទាហរណ៍បើមិនជាយើងនៅរៀនអនុយើងយកសភៅអនុហ្នឹងមកអានទាំងអស់ឬក៏យើងព្យាយាមធ្វើអីមួយដែលយើងអត់ដែលធ្វើពីមុនឬក៏រកអីមួយដែលវា enjoy ឲ្យយើងព្យាយាមទៅធ្វើអាការងារទាំងអស់ហ្នឹងដូចជំរើសដែលល្អបំផុតនៅពេលដែលយើងហាត់ប្រាណយើងនឹងមានទម្លាប់មួយដែលថានៅពេលដែលយើងហាត់ប្រាណខួរក្បាលយើងនៅពេលដែលហាត់ប្រាណរួចគឺវានឹងស្រឡះអញ្ចឹងយើងចង់រៀនអីថ្មីឬក៏ចង់ធ្វើអីមួយដែល improve ខ្លួនឯងដែរនៅពេលដែលខួរក្បាលយើង clear ឬក៏ rebound ហើយការហាត់ប្រាណទាំងអស់ហ្នឹងវាដូចជាអីមួយដែលជួយឲ្យយើងអត់ធ្មត់ជាងមុនអញ្ចឹងនៅពេលដែលយើងយល់ពីវាយើងទម្លាប់យើង consistent មួយវានឹងជួយយើងឲ្យយើងក្លាយជាមនុស្សថ្មីមួយមកជំរើសនៃការឲ្យហាត់ប្រាណដោយសារតែវាពិបាកហ្នឹងហើយបានឲ្យធ្វើនៅពេលដែលយើងធ្វើវាបានយើងដូច improve ឲ្យខ្លួនឯងមកកម្រិតអញ្ចឹងហើយនៅពេលដែលយើងយល់ពី progress នៃហាត់ប្រាណយើងនឹងព្យាយាមយកអា progress ហ្នឹងមក apply ទៅលើអីផ្សេងទៀតដែលយើងកំពុងធ្វើយើងនឹងដឹងថា commitment វានឹងអាចជួយអាហ្នឹងឲ្យចេញជាលទ្ធផលឬក៏ resource ដោយដែលយើងហត់ចឹងនៅពេលដែលយើងហត់កាន់តែហត់វា increase ឲ្យផ្លូវចិត្តរបស់យើងវាពេលខ្លះវាទៅហក់មែនប៉ុន្តែវាឲ្យយើងព្យាយាមធន់នឹង movement ដែលយើងកំពុងធ្វើហ្នឹងអញ្ចឹងដូចគ្នានៅពេលដែលយើងចាប់ផ្ដើមចេះអត់ធ្មត់ខ្លាំងចេញមកពីហាត់ប្រាណចេញមកពីអីចឹងយើងនឹងព្យាយាមអត់ធ្មត់ទៅលើអីដែលយើងកំពុងធ្វើយើងអត់ push វាពេកឬក៏ធ្វើវាតាមមួយថ្ងៃយើងឈប់ធ្វើទេហើយនៅពេលដែលយើងយល់ពីការហាត់ទាំងអស់ហ្នឹងពីទម្លាប់ទាំងអស់ហ្នឹងយើងក៏អត់ push ខ្លួនឯងដែរយើងនឹងដឹងថាអីក៏ដោយគឺវាត្រូវតែមាន balance ទាំងអស់ចឹងហើយដូចយើងស្ដាប់ដំបូងមានអ្នកដតីចឹងដូច David Goggins ចឹងទោះបីថាយើងទៅស្ដាប់គាត់ក៏ដោយប៉ុន្តែតើយើង apply ទៅលើអីដែលគាត់និយាយទាំងអស់អត់ទេយើងព្យាយាមយកវាមកគិតហើយឲ្យជីវិតយើង balance នៅអាយុរបស់យើងតែខ្ញុំចាំបាច់អត់ដើម្បីហត់មកផឹកទល់ល្ងាចដើម្បីឲ្យបាក់ជើងខ្ញុំទាំងពីរគឺវាអត់ចឹងទេការរត់បានឆ្ងាយច្រើនគីឡូឬក៏ហួសពីសមត្ថភាពរបស់យើងខ្លះវា improve យើងពិតមែនវាអាចធ្វើឲ្យខួរក្បាលរបស់យើងដូច reset ចឹងប៉ុន្តែយើងព្យាយាមធ្វើឲ្យវាលើសពីសមត្ថភាពរបស់យើងតិចដូចទម្លាប់ដែលយើងកំពុងធ្វើសពថ្ងៃដែលយើងគិតថាយើងអាច improve ខ្លួនឯងកើតចឹងយើងអាចធ្វើអីដែលថ្មីកើតដោយសារតែយើងអត់ឲ្យឱកាសឲ្យខ្លួនឯងយើងអត់មាន target ឲ្យខ្លួនឯងដែលថាយើងត្រូវដល់ចំណុចហ្នឹងយើងភូសហត់ពីហ្នឹងប្រហែលគីឡូដល់ប៉ុណ្ណឹងហើយនៅក្នុងមួយអាទិត្យក្រោយឬក៏មួយខែក្រោយយើងអាចទៅឡើងនៃចម្ងាយហ្នឹងចឹងទៅដូចវាដូចហាត់ប្រាណដែលយើងលើក dumbbell ចឹងយើងអាចទៅលើកម្ដង100គីឡូអីចឹងទេអញ្ចឹង apply ទម្លាប់ល្អវាចេញមកពីផ្នត់គំនិតយើងបើសិនជាយើងចង់បានលុយយើងធ្វើការបើសិនជាយើងចង់បានសុខភាពល្អយើងហាត់ប្រាណបើសិនជាយើងចង់ចេះយើងអាន research អីចឹងទៅហើយអីដែលយើងធ្វើជុំគ្នាទាំងអស់ហ្នឹងវានឹង
build structure ចេញឲ្យយើងជាមនុស្សអាហ្នឹងហើយជាយើងដែលនៅក្នុងរូបភាពមួយហ្នឹងវា combine នៅអីដែលយើងយល់ទាំងប្រមាណចូលគ្នាកុំគិតថាយើងយល់របស់អីមួយដែលវាយើងគិតនៅឥឡូវថាវាអត់ប្រយោជន៍ដែលយើងព្យាយាមរៀនវាអត់ន័យប៉ុន្តែវានឹងមានន័យសម្រាប់ពេលណាមួយដែលយើងលេចឡើងមកយើងអត់ដឹងគ្រាន់តែថានៅពេលដែលយើងធ្វើការអីច្រើនយើងនឹងគិតថាយើងហត់យើងអត់អាចទៅហាត់ប្រាណទៅអីកើតអាហ្នឹងខ្ញុំយល់ប៉ុន្តែយើងត្រូវ do both យើងត្រូវតែ achieve វានៅអាទិត្យណាខ្លះឬក៏ខែណាខ្លះដែលយើងអាចបែងចែកវាបានដោយសារតែវាដូចធ្វើឲ្យខួរក្បាលរបស់យើងវា clear វាដូចឲ្យខួរក្បាលយើងសុខភាពល្អដែលវាចង់បានរបស់ថ្មីដែលយើងចង់រៀនចង់អានអញ្ចឹងហើយចំពោះការលើកទឹកចិត្តវិញដូចយើងដឹងហើយថាឥឡូវវាមកដល់សម័យ AI សំបីបើសិនជាយើងជា graphic design poster ខ្លះ AI ក៏វាអាចធ្វើបានអញ្ចឹងហើយយើងអត់មានអីទេក្រៅពីព្យាយាម move ឲ្យទាន់ពិភពលោកហ្នឹងឬក៏រៀននៅចំណេះដឹងថ្មីដែលកំពុង trending នៅក្នុងវ័យរបស់យើងនៅក្នុងអីមួយឥឡូវយើងឆ្លៀតរៀនបើសិនជាយើងជាសិស្សសាលាអូខេយើងមិនថាយើងមិនតាមដានទៅលើព័ត៌មាន social ទាំងអស់ហ្នឹងទេប៉ុន្តែយើងព្យាយាម follow អាណាដែលវាមានប្រយោជន៍សម្រាប់យើងហើយយើង note ពួកវាអញ្ចឹងនៅពេលដែលយើងទៅពីរៀនពីអីយើងព្យាយាម learn វាតិចតួចអញ្ចឹងទៅហើយវានឹង improve យើងនៅពេលដែលយើងចប់អានោះយើងនឹងដឹងថាគោលដៅយើងចង់ទៅណាយើងចង់រៀនអីហើយយើងនឹងដឹងថាពេលវេលារបស់យើងមានតម្លៃជាងពេលណាទាំងអស់នៅពេលដែលយើងព្យាយាម improve អាបែបហ្នឹងយើងអត់ដឹងខ្លួនទេយើងអត់ដឹងថា progress យើងដល់ណាអីដល់ណាក៏ដោយប៉ុន្តែនៅពេលដែលយើង flashback នៅពេលណាមួយយើងនឹងឃើញថាអូយើងមកឆ្ងាយហើយដូចយើងមើលទៅលើ caption នៃ channel របស់ខ្ញុំអញ្ចឹងបើសិនជាយើងយល់កាន់តែខ្លាំងយើងមានអារម្មណ៍ថាយើងដូចនៅ 4D ដែលខុសពីមនុស្សដទៃអញ្ចឹងវាមិនមែនថាយើងអំនួតដែលយើងយល់អីច្រើនជាងគេទេប៉ុន្តែវាជាការពិតនៅពេលដែលយើងកាន់តែខំកាយរបស់យើងគឺកាន់តែរះវាជារឿងដែលអត់អាចប្រកែកបានទេបើសិនជាយើងមិនគិតថាអារបស់ដែល trend ហ្នឹងគឺវាសំខាន់អូខេធ្វើការងារដែលយើងកំពុងធ្វើហ្នឹងឲ្យល្អឥតខ្ចោះទៅប៉ុន្តែនៅពេលដែលយើងមានអារម្មណ៍ថាយើង move ទាន់ពិភពលោកខួរក្បាលយើងមានអារម្មណ៍ advance មកខួរក្បាលយើងគឺមានអារម្មណ៍ថាវា upgrade ចឹងហើយនៅពេលដែលយើងប៉ះវាម្ដងទៀតអាចថាព្រឹត្តិការណ៍ខ្លះវាអាចកើតឡើងរាល់ឆ្នាំអញ្ចឹងហើយនៅពេលដែលយើងប៉ះវាម្ដងបានន័យថាយើងឃើញព័ត៌មានអីចឹងយើងឃើញពីវាម្ដងយើង notice ហើយយើង research វាស្វែងស្រាវជ្រាវពីអាហ្នឹងអញ្ចឹងដល់ពេលដែលយើងប៉ះនៅឆ្នាំក្រោយយើងមានអារម្មណ៍ថាអូខេអាហ្នឹងយើងដឹងហើយអញ្ចឹងគ្រាន់ reflect បន្តិចយើងនឹងដឹងថាព័ត៌មានដែលយើងមើលហ្នឹងយើងកំពុងមើលអីគេនិយាយពីអីយើងនឹងយល់ព័ត៌មានហ្នឹងអញ្ចឹងវាអាចធ្វើឲ្យខួរក្បាលយើង develop លឿនយើងអត់ចំណាយពេលទៅអាហ្នឹងមើលអាហ្នឹងឬក៏ research អាហ្នឹងម្ដងទៀតទេយើងអាចមានពេលនិងចំណេញពេលដែលយើងទៅមើលអីផ្សេងហើយនៅពេលដែលយើងកាន់តែធ្វើបែបហ្នឹងកម្រិតនៃយើងជាមួយនឹងអ្នកដែលមិនធ្វើអីសោះវាដាច់គ្នាផឹងហ្មងប៉ុន្តែនៅតែពិបាកចឹងពិបាកសម្រាប់ថ្មីអ្នកនៅក្មេងគឺយើងមានអារម្មណ៍ថាយើងសម្ពាធយើងហ៊ានច្រើនហើយថាហ៊ានខងងាយហងចឹងទៅប៉ុន្តែយើងត្រូវតែមានកំណត់មួយយើងមិន unique ទេយើងជាមនុស្សដូចតែគេដូចតែឯងគេ level ដូចតែយើង level ដូចតែគេចឹងវាអត់មានអីដែលថាយើងធ្វើអត់បានទេយើងត្រូវតែព្យាយាម improve ខ្លួនឯងដូចពេលយប់ឡើងអញ្ចឹងយើងមានអារម្មណ៍ថាមនុស្សគ្រប់គ្នាគឺស្ងាត់ទាំងអស់គ្នាហើយយើងធ្វើការតែម្នាក់ឯងប៉ុន្តែធៀបពិតអត់ទេមនុស្សគ្រប់គ្នាគេ lock in ទាំងអស់គ្នាហ្នឹងគេធ្វើការរបស់គេទាំងអស់គ្នាហ្នឹងនៅផ្ទះគ្រាន់តែថាគេមិនទៅ show ក្រាមកឲ្យយើងឃើញខ្ញុំពងរៀនខ្ញុំពងធ្វើការទៅអីអាទៅប្រាប់ចឹងទោះយើង level ប៉ុណ្ណាក៏ដោយក៏យើងត្រូវតែបែងចែកពេលវេលាច្បាស់ដែលយើងកំពុងធ្វើអីដែរយើងមិនគួរណាយកលេសខ្លាំងពេកដែលយើងអត់ធ្វើអីសោះទេបើមិនជាយើងចង់បានច្រើនយើងត្រូវតែធ្វើច្រើនពេលខ្លះដោយសារតែយើងមើលស្រាខ្លួនឯងពេកទេយើងគិតថាយើងអាចmanageការងារច្រើនកើតប៉ុន្តែនៅពេលដែលយើងដកឃ្លាពីទូរស័ព្ទច្រើនពី social ច្រើនយើងធ្វើបានច្រើនដូចគ្នាហ្នឹងយើងត្រូវដឹងថាពេលវេលាវាមាន24ម៉ោងដូចគ្នាទេអត់មានគេមានលើសគ្នាទេតែសំខាន់យើង spend ពេលវេលាយើងលើអីមិនថានៅក្នុងជីវិតយើងអត់ឲ្យពេលវេលាសម្រាប់ entertain ខ្លួនឯងទេប៉ុន្តែនៅពេលដែលយើងយល់យើងអាច manage វាបានយើងអាចគ្រប់គ្រងវាបានយើងធ្វើការបានច្រើនហើយយើងអត់មានអារម្មណ៍ថាយើងអត់សប្បាយចិត្តនៅក្នុងការធ្វើវាទេឧទាហរណ៍ដូច topic ដែលខ្ញុំបាន mention ចឹងគឺ Elon Musk ចឹងបើយើងនិយាយពី time management របស់គាត់
គាត់ធ្វើការងារច្រើនណាស់គាត់ឥឡូវជាមនុស្សម្នាក់ដែលល្បីហងលុយច្រើនហងគាត់កាន់ការងាររំអស់ក្រុមហ៊ុនដែលគាត់កាន់មានគេ Tesla SpaceX Neuralink The Boring Company X ឬក៏អតីត Twitter ហ្នឹងនឹងអីច្រើនទៀតដែលយើងអត់ដឹងដូចដែលពេលខ្លះគេនិយាយថានៅពេលដែលមនុស្សនឹងកាន់តែរវល់អត់មានពេលទៅ set ឬក៏ flashback ឲ្យធ្វើឲ្យជីវិតពួកគេដូចបាត់ផ្លូវទេពួកគេនៅតែទៅមុខហើយរីកចម្រើនខ្លាំងមែនទែនបើមិនជាខ្ញុំនិយាយពី time management របស់ Elon Musk គ្នាយើងប្រកាសជាសម័យថាអូខេបើក្រុមហ៊ុនច្រើនអញ្ចឹងព្រឹកឡើងគាត់អាចទៅធ្វើនៅ Tesla ថ្ងៃឡើងគាត់អាចទៅ SpaceX យប់ឡើងគាត់អាចទៅ The Boring Company អញ្ចឹងទៅហើយមុនចូលដេកគាត់ tweet អីមួយនៅលើ X របស់គាត់អញ្ចឹងទៅតែធៀបពិតអត់ទេអានេះតាមតែគាត់និយាយហ្មងគាត់ថាគាត់ជាមនុស្សម្នាក់ដែលមិនមែនជា multitasker ទេមិនមែនជាមនុស្សម្នាក់ដែលធ្វើអានេះចប់មួយដែលចាយពេលត្រឹមតែរយៈពេល2ម៉ោងអញ្ចឹងទៅគាត់មូទៅការងារមួយផ្សេងទៀតអញ្ចឹងទៅដែលធ្វើអាហ្នឹងអត់ទាន់ហើយឬក៏ធ្វើអាហ្នឹងបានមួយវាដល់ load ម៉ោងកំណត់អញ្ចឹងទៅគាត់មូទៅការងារមួយទៀតគាត់មិនមែនជាមនុស្សបែបហ្នឹងទេគាត់ជាមនុស្សដែលធ្វើការងារណាមួយធ្វើឲ្យហើយមកបើសិនជាគាត់អត់ទាន់ achieve អាហ្នឹងស្អែកឡើងគាត់ធ្វើអាហ្នឹងទៀតធ្វើអាហ្នឹងឲ្យហើយបានគាត់មូទៅការងារមួយផ្សេងទៀតនិយាយទៅបកក្រោយបន្តិចអញ្ចឹងមិនពេលខ្លះគេនិយាយថាទៅពេលដែលយើងស្ដាប់ទៅលើមនុស្សជោគជ័យវាមិនមែនឲ្យយើងជោគជ័យឬក៏បុគ្គលល្បីនៅក្នុងប្រវត្តិសាស្ត្រពួកគេតែងតែបរាជ័យឬជួបទៅនឹងបញ្ហាជាច្រើនដែលយើងអត់ដឹងយើងឃើញពេលខ្លះយើង notice តែកន្លែងដែលគេដល់ target ប៉ុន្តែធៀបពិតពួកហ្នឹងពិបាកទាំងអស់ហ្នឹងមើលដូចប្រវត្តិ Steve Jobs ដូចអីពេលវេលាដែលពិបាកបំផុតនឹងបង្កើតរូបភាពយើងកាន់តែខ្លាំងបំផុតហើយបើសិនជាខ្ញុំ mention ទៅលើទម្លាប់ទាំងអស់ហ្នឹងដែលគ្នាយើងចង់ឲ្យយើងត្រូវតែជ្រើសរើសទម្លាប់មិនយើងព្យាយាមរកទម្លាប់ណាដែល fit ជាមួយយើងអត់ចាំបាច់ទៅខ្លាំងខ្លាពេកទេដំបងព្រោះយើងនៅ beginner អញ្ចឹងទៅពេលដែលយើងដាក់អីមកមួយខ្លាំងពេកយើងនឹង boring ទៅវិញទេយើងនឹងមានអារម្មណ៍ថាស្មុគវិញទេអញ្ចឹងចាប់ផ្ដើមមានតែល្អបំផុតហើយ random ទៅវាអាចនឹង volve នៅក្នុងពេល6ខែដំបូងប៉ុន្តែវានឹងរលូននៅពេលមួយឆ្នាំក្រោយហើយបើសិនជាយើងយកទៅលាប់ពី Elon Musk យកទៅលាប់ពី Benjamin Franklin Leonardo da Vinci យើងឃើញ productivity របស់គាត់របៀបធ្វើការរបស់គាត់ផ្សេងគ្នាទាំងអស់ហ្នឹងហើយដូច Steve Jobs គាត់កាន់ការងារនៅ Apple ផ្សេងនៅ Pixar ផ្សេងហើយបើ Elon Musk វិញគាត់ធ្វើការធ្វើមួយធ្វើឲ្យចប់ចឹងទៅអញ្ចឹងអីដែលយើង fit មួយណាយើងព្យាយាមយកអាហ្នឹងមកសិនបើមិនជាវា boring នៅពេលក្រោយអាហ្នឹងចាំយើងសេរីសម្រួលមួយអីដែលយើងកំពុងធ្វើហ្នឹងទៅប៉ុន្តែវាដឹងតែប៉ាយដឹងតែមានអារម្មណ៍យើងមានអារម្មណ៍អញញ៉ៃទេសារដំបូងគេអញញ៉ៃដល់យើងចឹងប៉ុន្តែសួរថាហេតុអីបានមកដល់សប្តាហ៍ពួកគាត់អាចកាន់ការងារច្រើនកើតដោយសារតែគេឆ្លងអាហ្នឹងទៅពេលដែលពួកគេឆ្លងកាន់តែច្រើនពួកគេកាន់តែតាន់ច្រើនជាងហ្នឹងហេតុអីបានយើងឃើញបុគ្គលជោគជ័យឥឡូវអត់ដែរមាន mentor ដោយសារពួកគេឆ្អែតហើយពួកគាត់ធ្វើការយើងមានអារម្មណ៍ថាធ្វើការបែបហ្នឹងវាអត់មានអីសម្រាប់ entertain ខ្លួនឯងអញ្ចឹងទៅវិញទៅមកបើសិនជាយើងនឹងគិតថាយើងនឹងខ្វិតហើយប៉ុន្តែសម្រាប់ពួកគាត់រករបស់ entertain ឲ្យខ្លួនឯងដែរទេគាត់ថាយើងអត់ដឹងដូច Elon Musk អញ្ចឹងគាត់មាន Twitter ពេលខ្លះគាត់ចប់ការងារមួយអញ្ចឹងទៅគាត់ tweet លេងអញ្ចឹងទៅហើយគាត់ធ្វើការងារគាត់ទៀតយើងរករបស់ entertain ឲ្យខ្លួនឯងឲ្យច្បាស់លាស់ក៏វាជួយយើងបានច្រើនដែរនៅពេលដែលយើងស្មុគខ្លាំងយើងទៅមើលរបស់ទាំងអស់ហ្នឹងយើងមានអារម្មណ៍ថាយើងមាន momentum មកវិញឬក៏កម្លាំងចិត្តមកវិញយើងទៅមើលឬក៏ទៅស្ដាប់បែបហ្នឹងទៅដែលអាចឲ្យយើង deep work ម្ដងទៀតអាចឲ្យយើង blog ទៅលើ social media ដែលយើងប្រើហើយពេលហ្នឹងហើយជាពេលដែលយើងអាចធ្វើការងារបានច្រើនយើងយល់ពីខ្លួនឯងច្រើនដូចលោក Nikola Tesla និយាយអញ្ចឹងនៅពេលដែលយើងនៅមួយម្នាក់ឯងកាន់តែច្រើនយើងនឹងមាន creativity កាន់តែច្រើនបើមិនជាយើងអត់ដឹងរបស់ entertain ខ្លួនឯងទៀតអាហ្នឹងខ្ញុំអត់ដឹងមិនដែរតែយើងសាកទៅមើលអូខេបង Mega Man ISO speed ណាគេដែលធ្វើឲ្យយើងសប្បាយចិត្តនៅពេលដែលយើងសប្បាយចិត្ត momentum វានឹងឡើងមកវិញអញ្ចឹងជូនចំពោះអ្នកសំណួរហើយអ្នកស្ដាប់ទាំងអស់អ្នកថ្មីក្មេងកុំព្យាយាម over ទៅលើអីដែលយើងកំពុងធ្វើពេកពេលខ្លះវាអត់ make sense ទេវាអាចនឹងឲ្យយើង stuck ដោយសារតែអាយុរបស់យើងអត់មានពេល reflect អត់មានពេលមានរបស់ណាដែល entertain អត់ឲ្យខួរក្បាលយើង clear អត់ឲ្យរាងកាយរបស់យើងបញ្ចេញជាតិពុលជាដើម
ដូចពាក្យមួយបងមេកំាញ់គាត់និយាយដែលយើងអាចយកមករៀនបានគាត់និយាយថាខ្ញុំដឹងថាលុយសំខាន់ប៉ុន្តែសុខភាពផ្លូវចិត្តរបស់យើងគឺសំខាន់ជាងលុយ1000ដងធ្វើការងារច្រើនវាល្អប៉ុន្តែបើសិនជាយើងអាចបញ្ចូលនៅពពួក entertain ខ្លះមកយើងវាឲ្យយើងមាន momentum និងធ្វើការមិនមាន anxiety ឬក៏ភ័យខ្លាចទៅលើសមិទ្ធផលពេលក្រោយទេហើយត្រូវចាំថានៅពេលដែលយើងជាអ្នកថ្មីតែជាវ័យមួយដែលកំពុង grow យើងនឹងមានពេលមួយដែលមានអារម្មណ៍ថា feel hit យើងអារម្មណ៍ហ្នឹងឯងជាអារម្មណ៍ដែលវាឲ្យយើងរីកចម្រើនយើងនឹងទៅដល់ចំណុចមួយដែលអាចជួយខ្លួនឯងនិងគ្រួសារបានអូខេអញ្ចឹងមានតែប៉ុណ្្នឹងទេសម្រាប់នេះយើងដែល comment នឹង topic Elon Musk ហ្នឹងបាននិយាយថាពីប្រមាថទេនេះសង្ឃឹមថាគ្នាយើងចូលចិត្តហើយអីដែលខ្ញុំនិយាយវាអាចនឹងខុសអីខ្លះហើយសូមអធិស្ឋានមែនតើជួបគ្នាជាមួយខ្ញុំ SL នៅវីដេអូថ្មីមួយទៀត That's all I got. Peace and love. I'm up. Bye bye.